សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះយើងនឹងធ្វើការអនុវត្តនៅលំហាត់យើងបន្តទៀតនៅក្នុងកម្មវិធី Microsoft Excel អញ្ចឹងយើងចូលមកដល់លំហាត់ទី16អញ្ចឹងចំពោះលំហាត់នេះគេឲ្យយើងចេះប្រើមុខងារ filter នៅក្នុងកម្មវិធី Microsoft Excel អញ្ចឹងយើងចូលមកបើកនៅកម្មវិធី Microsoft Excel ទាំងអស់គ្នាបន្តមកទៀតខ្ញុំឃើញថានៅក្នុងនេះគឺតារាងនេះយើងបានវាយឲ្យម្ដងហើយដូចជាលំហាត់ទី3អញ្ចឹងយើងមិនចាំបាច់វាទៀតទេយើងគ្រាន់តែធ្វើការ copy យកមកដាក់ជាការស្រេចអញ្ចឹងនៅត្រង់នេះខ្ញុំធ្វើការបង្កើតនៅ sheet ថ្មីមួយយើងចុចសញ្ញាបូកបន្តមកទៀតយើងទៅ sheet ទី3របស់យើងអញ្ចឹងយើងចុចសញ្ញាព្រួយកន្លែងនេះមកដើម្បីរំកិលទៅ sheet ខាងក្រោយវិញបាទអញ្ចឹងយើងចុចទៅលើ sheet ទី3 exercise 3ណាអញ្ចឹងយើងឃើញថាកាលពីមុនយើងបានវាយបញ្ចូលអស់ហើយអញ្ចឹងយើងគ្រាន់តែ copy ទៅគឺបានហើយណាអញ្ចឹងរបៀបនៃការ copy យើងធ្វើការ select លើវាទាំងអស់ស្កត់ mouse ឆ្វេងយើងអូសបែបនេះមកបន្តមកទៀតយើងចុច mouse ស្ដាំហើយយើងយកពាក្យថា copy ក៏បានឬក៏យើងបន្តពីយើង select ហើយយើងចុច control បូកអក្សរ C ណានៅលើ keyboard control បូកអក្សរ C ទៅគឺវា copy ដូចគ្នាណាបាទ control បូកអក្សរ C អញ្ចឹងខ្ញុំ select ម្ដងទៀតខ្ញុំចុច control បូកអក្សរ C អញ្ចឹងយើងមក sheet របស់យើងវិញណាយើងមក sheet ដែលយើងបង្កើតថ្មីមិញហ្នឹងបាទយើងមក sheet ចុងក្រោយយើងវិញនេះបាទ sheet ពណ៌នេះអញ្ចឹងយើងធ្វើការផាសបញ្ចូលណាអញ្ចឹងខ្ញុំចង់ផាសបញ្ចូលនៅត្រង់លេខ6ឬក៏លេខ5ក៏បានដែរបាទខ្ញុំផាសបញ្ចូលកន្លែងនេះអញ្ចឹងយើងចុចលើនឹងមួយហើយយើងចុច control បូកអក្សរ V ក៏បានយើងចុចមកខាងស្ដាំហើយយើងចុចកន្លែងនេះក៏បានដែរណាអញ្ចឹងខ្ញុំចុច control អក្សរ V ហ្មងទៅដើម្បីឲ្យលឿនយើងប្រើ shortcut ណា control បូកអក្សរ Vអញ្ចឹងកន្លែងដែលវាមានសញ្ញាត្រង់ជ្រូកនៅត្រង់ហ្នឹងគឺជួរឆរបស់យើងវាមានប្រវែងខ្លីពេកអញ្ចឹងយើងស្កត់ឲ្យជាប់យើងទាញមកស្ដាំមកបាទកន្លែងដូចគ្នាដែរណាយើងស្កត់ឲ្យជាប់ដាក់ឲ្យចេញសញ្ញាបូកស្កត់មកឆ្វេងទាញមកស្ដាំអញ្ចឹងត្រង់នេះក៏ដូចគ្នាដែរស្កត់ឲ្យជាប់ទាញមកស្ដាំមកអញ្ចឹងយើងឃើញថាកម្រិតបានប៉ុណ្ណឹងប៉ុន្តែយើងមកមើលនៅត្រង់នេះគឺគេអត់មានឲ្យយើងដាក់អក្សរទៅជាប្រឆិតទេណាអញ្ចឹងនៅត្រង់ហ្នឹងគឺយើងត្រូវធ្វើការលុបវាចេញវិញអញ្ចឹងយើង select លើវាបែបនេះមកបាទយើង select ត្រឹមពីជួរ page នេះរហូតមកដល់ត្រឹមខបន្តមកទៀតយើងចុចនៅត្រង់ home tab ហើយយើងចុចនៅត្រង់អក្សរ AB នេះយើងចុចនៅត្រង់នេះវិញណាអញ្ចឹងវានឹងធ្វើការដកចេញវិញបាទអញ្ចឹងយើងអាចធ្វើការសេរីវាបន្ថែមទៀតបានអញ្ចឹងចំពោះមុខងារ filter នេះក៏វាអាចថាជាមុខងារដែលសំខាន់ដែលគេប្រើប្រាស់ដែរអញ្ចឹងនៅត្រង់ហ្នឹងយើងចុចនៅលើតារាងយើងមួយសិនណាត្រង់ណាក៏បានដែរឲ្យតែនៅក្នុងតារាងដែលយើងបានធ្វើការវាយបញ្ចូលអក្សរបន្តមកទៀតយើងចុចនៅត្រង់ពាក្យថា data ហើយយើងចុចនៅត្រង់ពាក្យថា filter អញ្ចឹងបន្ទាប់ពីយើងចុចលើ filter ហើយយើងឃើញមាននៅត្រង់នេះបាទយើងឃើញមានកន្លែង filter ហ្នឹងគេឲ្យយើងចុចទៅតាមជួរឆនីមួយៗអញ្ចឹងយើងអាចធ្វើការ search តាក់ទងជាមួយនឹងទិន្នន័យណាមួយដែលយើងចង់ធ្វើការបង្ហាញប៉ុន្តែកន្លែងនេះគឺខ្ញុំបញ្ជាក់ផ្ដោតសំខាន់ទៅលើ ID ឬក៏លេខរៀងណាអញ្ចឹងកន្លែងនេះវាជាលេខរៀងពី1ដល់លេខ15ប៉ុន្តែយើងអាចសន្មត់ថាត្រង់ហ្នឹងគឺជា ID ទៅចុះឧទាហរណ៍ថាកន្លែងនេះគឺជា ID របស់សិស្សឬក៏ជា ID របស់បុគ្គលិកអញ្ចឹងជាទូទៅយើងតែងតែមាន ID នៅពេលដែលយើងចូលរៀនសាលាគេតែងតែផ្ដល់នៅ ID ឲ្យយើងយកមកធ្វើកាតហើយយើងមាន ID នៅលើហ្នឹងអញ្ចឹងកាតរបស់យើងសម្គាល់ទៅលើឈ្មោះហើយនឹងមាន IDអញ្ចឹងចំពោះ ID ហ្នឹងគឺវាសំខាន់នៅពេលដែលគេចង់ធ្វើការស្វែងរកទិន្នន័យឧទាហរណ៍ថាយើងមានតែចំនួនសិស្ស15នាក់អញ្ចឹងយើងងាយស្រួលនៅក្នុងការផ្ទៀងផ្ទាត់ទៅលើឈ្មោះនរណាម្នាក់យើងអាចដឹងអំពីការបរិច្ឆេទដែលគាត់ធ្វើការចូលរៀនឬក៏មុខវិជ្ជាដែលគាត់រៀនប៉ុន្តែបើសិនជាយើងមានទិន្នន័យច្រើនឧទាហរណ៍ទិន្នន័យរបស់យើងមានដល់រាប់ពាន់នាក់អញ្ចឹងយើងច្បាស់ជាចំណាយពេល scroll mouse មកក្រោមយើងអូសរកបែបនេះយើងចំណាយពេលយូរអញ្ចឹងយើងអត់ចង់ធ្វើបែបហ្នឹងទេយើងប្រើ filter ដើម្បីធ្វើការស្វែងរកតាមរយៈ ID ឬតាមរយៈឈ្មោះអញ្ចឹងដំបូងឡើយយើងចុចនៅត្រង់នេះបាទចុចនៅត្រង់ប្រអប់4ជ្រុងតូចហ្នឹងបាទតូចហ្នឹងមួយមកបន្តមកទៀតយើងធ្វើការ search អញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំចុចនៅត្រង់ search នេះហើយយើង search លេខ12អញ្ចឹងលេខ12នេះគឺជា ID របស់សិស្សដែលនៅលើកាតរបស់គាត់យើងអត់ស្គាល់ឈ្មោះឬក៏អត់ដឹងថាគាត់រៀននៅបន្ទប់ណាទេប៉ុន្តែយើងសុំ ID របស់គាត់ដើម្បីធ្វើការស្វែងរកទិន្នន័យអញ្ចឹងយើងគ្រាន់តែយក ID របស់គាត់មកវាយបញ្ចូលមកហើយយើងចុច OK អញ្ចឹងវាបង្ហាញទៅលើឈ្មោះសិស្សម្នាក់ហ្នឹងថាគាត់ឈ្មោះអីគាត់ភេទអីគាត់រៀនមុខវិជ្ជាអីយើងដឹងទាំងអស់អញ្ចឹងទោះបីជាសិស្សម្នាក់ហ្នឹងគាត់ចុះឈ្មោះតាំងពីឆ្នាំមុនឬក៏តាំងពី2ឆ្នាំមុនក៏យើងអាចធ្វើការស្វែងរកឃើញដែរ
ទោះបីជាទិន្នន័យយើងច្រើនក៏ដោយណាសំខាន់កុំឲ្យតែបាត់ ID បាទហើយបើសិនជាយើងចង់ឲ្យបង្ហាញទាំងអស់វិញយើងចុចនៅកន្លែងនេះដដែលបាទបន្តមកទៀតយើងគ្រីសនៅត្រង់ពាក្យថា select all យើងចុច OK មួយទៀតយើងក៏អាចធ្វើការ search បាទឬក៏ស្វែងរកទៅតាមរយៈជួរឆឈ្មោះនេះបានដែរណាយើងចុចនៅត្រង់ហ្នឹងមកហើយយើងធ្វើការវាយអក្សរបញ្ចូលទៅតាមអ្វីដែលយើងចង់បានអញ្ចឹងឧទាហរណ៍ខ្ញុំវាយឈ្មោះហេងបាទខ្ញុំវាយឈ្មោះហេងតែប៉ុណ្្នឹងមកអញ្ចឹងវាមានបង្ហាញឈ្មោះហេងរិទ្ធីប៉ុន្តែគ្រាន់តែនៅពេលដែលយើងធ្វើការ search ទៅតាមរយៈឈ្មោះវាអាចនឹងជាន់គ្នាណាវាអាចមានច្រើននៅក្នុងសាលាហ្នឹងអាចមានឈ្មោះដូចគ្នាអញ្ចឹងវានឹងបង្ហាញមកដូចគ្នាច្រើនអញ្ចឹងបើសិនជា ID ជាទូទៅគឺវាអត់ជាន់គ្នាទេណាដូចជាលេខទូរស័ព្ទអញ្ចឹងគឺគេធ្វើមកគឺអត់ឲ្យជាន់គ្នាទេអញ្ចឹងបើសិនជាយើងយកតាមរយៈ ID គឺល្អជាងមួយទៀតយើងអាចធ្វើការ search ទៅលើមុខវិជ្ជាឧទាហរណ៍យើងចង់ដឹងថាមុខវិជ្ជាណាមួយមានចំនួនប្រមាណអញ្ចឹងយើងចុចនៅត្រង់នេះបន្តមកទៀតយើងដោះនៅត្រង់ select all នេះចេញហើយយើងគ្រីសទៅតាមមុខវិជ្ជាដែលយើងចង់ឲ្យតែបង្ហាញតែមុខវិជ្ជានឹងប៉ុណ្ណោះអញ្ចឹងយើងចុចគ្រីសមួយមកយើងចុច OK អញ្ចឹងវាបង្ហាញមុខវិជ្ជានឹងមានមួយអញ្ចឹងបើសិនជាយើងដោះគ្រីសនៅត្រង់នឹងចេញយើងចុចលើវាយើងចុចកន្លែងផ្សេងបាទយើងចុចកន្លែងផ្សេងមកអញ្ចឹងយើងចុច OK មកអញ្ចឹងឃើញថានេះក៏មានមួយដែរអញ្ចឹងអាហ្នឹងយើងមើលទៅតាមហ្នឹងណាយើងអាចធ្វើការគ្រីសនៅកន្លែងណាមួយមកយើងចុច OK អញ្ចឹងកន្លែងនេះមាន3បាទអញ្ចឹងទៅតាមអ្វីដែលយើងចង់ធ្វើការបង្ហាញប៉ុន្តែដូចខ្ញុំបញ្ជាក់ម្ដងទៀតគឺជាក់ស្ដែងយើងអាចថាយើងរកតាម ID គឺល្អជាងព្រោះ ID គឺវាមិនជាន់គ្នាទេហើយត្រង់នេះយើងគ្រីសនៅត្រង់ select all យើងចុច OK មកវានឹងបង្ហាញយើងទាំងអស់វិញតែម្ដងណាបាទបង្ហាញទាំងអស់វិញហើយមួយទៀតយើងអាចធ្វើការ search ទៅតាមរយៈ page ក៏បានដែរណាយើងចង់រើសយកតែ page ប្រុសយើងដោះ select នេះចេញទៅយើងគ្រីសតែ page ប្រុសមួយទៅណាបាទហើយយើងចុច OK មកអញ្ចឹងវាបង្ហាញតែ page ប្រុសទេណាអញ្ចឹងយើងចុចនៅត្រង់នេះយើងដោះគ្រីសនៅត្រង់នេះវិញចុចលើវាយើងចុចទៅលើ page ស្រីយើងចុច OK វាបង្ហាញតែ page ស្រីទេណាបាទហើយយើងចុចនៅត្រង់នឹងដដែលយើងគ្រីសនៅត្រង់ select all យើងចុច OK វានឹងបង្ហាញទាំងអស់អញ្ចឹងនៅត្រង់នេះយើងអាចធ្វើការស្វែងរកទៅតាមជួរឆនីមួយៗទៅតាមអ្វីដែលយើងចង់បានអញ្ចឹងបើចង់បាន ID ក៏យើងចុចនៅត្រង់នេះមកយើងធ្វើការ search ទៅតាមរយៈ ID ណាមួយដែលយើងចង់បង្ហាញយើងចុច OK អញ្ចឹងមកវានឹងធ្វើការបង្ហាញយើងថា ID លេខ13មានឈ្មោះបែបហ្នឹងភេទប្រុសថ្ងៃខែឆ្នាំកំណើតហើយនឹងម៉ោងចេញម៉ោងចូលបែបហ្នឹងណាហើយយើងចុចតម្លាក់នៅត្រង់នេះវិញយើងគ្រីសនៅត្រង់ select all យើងចុច OK មួយទៀតបើសិនជាយើងចង់ធ្វើការលុប filter នឹងចេញណាយើងគ្រាន់តែចុចនៅត្រង់ពាក្យ data យើងចុចនៅត្រង់ filter វានឹងបាទដកចេញវិញណាអញ្ចឹងបើសិនយើងចង់ធ្វើការបង្ហាញ filter យើងចុចនៅត្រង់ពាក្យ data យើងចុចនៅត្រង់ពាក្យថា filter បាទអញ្ចឹងនៅក្នុងនេះគឺគោលបំណងរបស់លំហាត់គេឲ្យយើងចេះប្រើ filter ហើយយើងស្វែងយល់អំពី filter ហ្នឹងថាគេប្រើវារបៀបម៉េចអញ្ចឹងវាមានសារៈសំខាន់នៅពេលដែលយើងចង់ធ្វើការស្វែងរកទិន្នន័យណាតាមរយៈID ឬក៏ឈ្មោះឬក៏ page ឬក៏មុខវិជ្ជាណាមួយណាអញ្ចឹងចំពោះវីដេអូនេះដែរគឺយើងសូមធ្វើការបញ្ចប់តែប៉ុណ្្នឹងហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀត